ថាខ្មែរក្រោមគឺជាខ្មែរដូចបានលើកឡើងខាងដើមគឺកាត់ទឹកមិនដាច់កាត់សាច់មិនបានទេគឺឈាមប្រមាត់បេះដូងខ្មែរទាំងអស់គ្នាអញ្ចឹងវីរភាពការតស៊ូការលះបង់ក្នុងពុទ្ធហេតុជាតិនិងពុទ្ធសាសនាគឺខ្មែរក្រោមមានទឹកចិត្តអង្អាចក្លាហានណាស់គួរឲ្យកោតសរសើរនិយាយចាញ់ពីបេះដូងគឺថាគួរឲ្យកោតសរសើរខ្ញុំបកណ្ណាអាត្មាភាពធ្លាប់និមន្តទៅឆ្នាំ2005ទៅដល់ខេត្តឃ្លៀងពេលដែលឃើញប្រជាជនខ្មែរក្រោមគាត់រក្សាបាននៅអត្តសញ្ញាណវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្ញុំបកណ្ណាអាត្មាភាពទឹកភ្នែកហូរមកអត់ដឹងខ្លួនទេដោយសារនឹកឃើញថាដោយខ្មែរក្រោមលះបង់ពោះណាស់បានធ្វើឲ្យវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាពិសេសពុទ្ធសាសនារស់បានដល់សពថ្ងៃទាំងនេះគឺជាការកោតសរសើរនិងមើលឃើញយ៉ាងច្បាស់ហើយជាមួយគ្នានោះដែរដែលមានថ្ងៃនេះក៏យើងឃើញថាខ្មែរក្រោមនិងខ្មែរកម្ពុជារបស់យើងកំពុងតែមានការទំនាក់ទំនងគ្នាល្អ